ជំរាបសួរលោកគ្រូនិងឪពុកមានទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានរឿងទន្សាយជាប់គូនិងគោលត្រាចថ្ងៃមួយទន្សាយស្វែងរកចំណីអាហារបានប្រទះគោលត្រាចមួយដែលគេទៅនឹងកាប់ថ្មីមានជ័រកកស្អិតតតាត់ទន្សាយលោតផ្លោតអង្គុយពីលើជ័រជាប់គូនិងជើងរើពុំរួចនៅនឹងកលលើគោលត្រាចនោះជួនជាពេលនោះមានកោដំរីមួយវាដើរទៅរកទឹកផឹកនៅក្នុងត្រពាំងក្បែរគោលត្រាចនោះដែលមានជាកន្លែងវាធ្លាប់ផឹករៀងរាល់ថ្ងៃទន្សាយមានប្រាជ្ញាក៏និយាយបន្លាចថាណែអាកោដំរីគុំមកផឹកទឹករបស់អញទឹកនេះព្រះអិនលោកឲ្យអញមកចាំយាមទេអាយកូនដំរីខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេវាថាម៉ែអើយខ្ញុំទៅផឹកទឹកត្រពាំងនោះស្រាប់តែឃើញសត្វអីមួយអង្គុយលើគល់ឈើវាដេញខ្ញុំឲ្យផឹកទឹកអូវាថាខ្លួនវាជាបម្រើរបស់ព្រះអិនខ្ញុំស្រេកទឹកណាស់មេដំរីឮកូនប្រាប់ដូច្នេះនឹកខឹងក៏នាំកូនត្រឡប់មកត្រពាំងទឹកវិញឃើញទន្សាយអង្គុយលើគល់ឈើក៏ស្រែកថាយីអាកូនទន្សាយច្រមុះចិត្តអាក្រក់លើគល់ឈើក៏ស្រែកឡើងថាយីអាកូនទន្សាយច្រមុះចិត្តអាក្រក់មកពីណាអង្គុយច្រញក់លើគល់ឈើនេះឯងមានអំណាចអីមកហាមប្រាំមិនអោយកូនអញចូលផឹកទឹកនេះអញជន់អាឯងខ្ទេចក្បាលឲ្យលើទន្សាយឆ្លើយថាយីមីស្បោងធំហងឯងហ៊ានមកស្ដីឲ្យអញផងទឹកត្រពាំងចូលព្រះអិនប្រើអញឲ្យមកចាំយាមបានជាអញហ៊ានហាមដំរីខឹងទន្សាយជេរដូច្នេះក៏ស្ទុះផ្លែទៅបួងខ្លួនទន្សាយជាប់ហើយចេញពីគោលត្រាចប្រាជ្ញានឹងបោកសម្លាប់ទន្សាយភ័យណាស់ក៏ស្រែកថាបើហងឯងបោកអញសម្លាប់កុំបោកទៅក្រាមអញមិនស្លាប់ទេក្រវែងទៅលើវិញបានអញស្លាប់ដំរីខ្វះប្រាជ្ញាឮទេថាដូច្នេះក៏ក្រវែងទន្សាយទៅលើឯទន្សាយកាលបានធ្លាក់ដល់ដីក៏បោះប្រូចចូលព្រៃបាត់ទៅជម្រាបលាលោកគ្រូអ្នកគ្រូនិងឪពុកមានទាំងអស់គ្នា